បើសិនជាអ្នកជាយុវវ័យឬកំពុងស្វែងរកវិធីធ្វើឲ្យខ្លួនឯងប្រសើរឡើងកុំភ្លេចតាមដានអត្ថបទនេះការអភិវឌ្ឍខ្លួនគឺជាដំណើរដ៏សំខាន់សម្រាប់រៀបចំជីវិតនិងអនាគតរបស់យើងឲ្យមានភាពរីកចម្រើននៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពី7គន្លឹះសំខាន់ដែលយុវវ័យគួរតែយកទៅអនុវត្តដើម្បីក្លាយជាមនុស្សមានជោគជ័យនិងមានគុណតម្លៃខ្ពស់ក្នុងសង្គមគន្លឹះទី1កំណត់គោលដៅច្បាស់លាស់ Set clear goalsការមានគោលដៅច្បាស់លាស់ជាជំហានដំបូងដ៏សំខាន់ក្នុងការអភិវឌ្ឍខ្លួននៅពេលអ្នកដឹងថាអ្វីដែលអ្នកចង់ទៅទទួលបានអ្នកនឹងមានការប្រយុទ្ធប្រឆាំងនិងបំផុតខ្លួនឯងឲ្យធ្វើបានឧទាហរណ៍សួរស្ត្រីម្នាក់មានបំណងចង់ក្លាយជាវេជ្ជបណ្ឌិតគាត់កំណត់គោលដៅរៀនល្អនៅវិទ្យាល័យនិងបន្តការសិក្សាទៅមហាវិទ្យាល័យវិស័យវេជ្ជសាស្ត្រដោយមានគោលដៅច្បាស់លាស់គាត់អាចរៀបចំផែនការសិក្សានិងអនុវត្តបានយ៉ាងមានប្រសិទ្ធភាពគន្លឹះទី2រៀនជាបន្តបន្ទាប់ Continuous Learningយុវវ័យគួរតែមានចិត្តស្វាហាប់រៀនចាប់ផ្ដើមពីសៀវភៅមេរៀននិងបទពិសោធន៍ជាក់ស្ដែងជារៀងរាល់ថ្ងៃការសិក្សានៅក្រៅថ្នាក់អាចជួយបង្កើតចំណេះដឹងថ្មីនិងជំនាញទាន់សម័យដែលមិនអាចរកបានតាមសៀវភៅតែប៉ុណ្ណោះឧទាហរណ៍សិស្សម្នាក់ដែលរៀនថ្នាក់អាជីវកម្មមិនត្រឹមតែអានសៀវភៅប៉ុណ្ណោះទេប៉ុន្តែទទួលការចូលរួមសិក្ខាសាលាកម្មវិធី Internship និងការផ្សាយវីដេអូបង្រៀនជំនាញផ្សេងតាមអនឡាញផងដែរគន្លឹះទី3ចេះគ្រប់គ្រងពេលវេលា Time Managementការគ្រប់គ្រងពេលវេលាដោយមានប្រសិទ្ធភាពជួយឲ្យយុវវ័យអាចធ្វើបានគ្រប់បំណងបានល្អប្រសើរជាពិសេសការរៀនការងារនិងការកម្សាន្តឧទាហរណ៍អ្នកសិស្សម្នាក់មានការវិភាគរៀនរៀបចំទុកជាប្រចាំដើម្បីមិនខ្វះពេលសម្រាប់ការសិក្សានិងសកម្មភាពកម្សាន្តគាត់ប្រើកាតាឡុកឬទំនាក់ទំនងការវិភាគដើម្បីបែងចែកពេលវេលាឲ្យបានល្អគន្លឹះទី4ស្វែងរកមិត្តភ័ក្តិនិងគ្រូណែនាំល្អ Find good friends mentorsមិត្តភ័ក្តិនិងគ្រូណែនាំល្អជាអ្នកជួយផ្ដល់ការគាំទ្រការប្រឹក្សានិងជួយបង្កើតមិត្តភាពល្អការរួមដៃជាមួយមនុស្សល្អជួយបង្កើតភាពជោគជ័យបានកាន់តែឆាប់រហ័សឧទាហរណ៍និស្សិតម្នាក់ដែលមានគ្រូបង្រៀនល្អនិងមិត្តភ័ក្តិដែលមានគំនិតវិជ្ជមានបានជួយគាត់មានកម្លាំងចិត្តនិងទទួលបានជោគជ័យល្អក្នុងការសិក្សានិងបញ្ចប់ការសិក្សាគន្លឹះទី5រស់នៅវិជ្ជមាននិងកម្លាំងចិត្ត Stay positive resilientជីវិតមិនមែនមានតែភាពរីករាយតែម្ដងទេការរស់នៅវិជ្ជមាននិងភាពរឹងមាំជួយឲ្យយុវវ័យបំបត្តិបញ្ហានិងជំរុញខ្លួនឲ្យឈរជើងឡើងវិញនៅពេលមានការលំបាកឧទាហរណ៍និស្សិតម្នាក់បានបរាជ័យក្នុងការប្រឡងមួយប៉ុន្តែគាត់មិនបោះបង់ទេតែធ្វើការពិនិត្យខ្លួនហើយកែលម្អការសិក្សារបស់ខ្លួនដើម្បីទទួលបានជោគជ័យនៅលើសំណុំបន្ទាប់គន្លឹះទី6ធ្វើសកម្មភាពបន្ថែម Engage in extracurricular activitiesការចូលរួមសកម្មភាពក្រៅម៉ោងជួយបង្កើនជំនាញផ្សេងដូចជាការគ្រប់គ្រងក្រុមការទំនាក់ទំនងនិងការរីកចម្រើនផ្នែកបុគ្គលិកភាពឧទាហរណ៍យុវវ័យម្នាក់បានចូលរួមក្លឹបកីឡានិងសកម្មភាពសង្គមក្នុងសាកលវិទ្យាល័យដែលជួយគាត់ក្លាយជាមនុស្សមានភាពជោគជ័យនិងមានបណ្ដាញមិត្តភក្តិធំគន្លឹះទី7ទទួលខុសត្រូវនិងគោរពការប្រកាស Be responsible respectfulការទទួលខុសត្រូវលើការងារការសិក្សានិងទំនាក់ទំនងជាជំហានដ៏សំខាន់ក្នុងការរីកចម្រើនជាកន្លងជីវិតការគោរពអ្នកដទៃនិងច្បាប់សង្គមជួយបង្កើតបរិយាកាសល្អសម្រាប់អ្នកនិងអ្នកជុំវិញឧទាហរណ៍និស្សិតម្នាក់បានរៀបចំការងារក្រុមជាសកលភាពនិងគោរពពេលវេលាការជួបប្រជុំដែលបានទទួលការគាំទ្រពីគ្រូបង្រៀននិងមិត្តភ័ក្តិ